ថ្មអន់ខ្ញុំធ្លាប់ប្រើហើយ X8 Plus បាទសូមអរគុណបាទសម្រាប់comment នេះបាទ X8 Plus ថ្មអន់អាស្រ័យទៅលើការបងប្រើប្រាស់បងអត់ដឹងបងអត់យល់បងអត់សួរអ្នកប្រើគឺអត់សួរអ្នកលក់ពេលខ្លះបងទិញ version ចិនពេលខ្លះទិញហើយហ្នឹងបញ្ហាដែលវាឆាប់ខូចគឺមកពីបញ្ហាបងមើលដុំសាកទី1ទី2អាយុកាលរបស់បងប្រើប្រាស់ហ្នឹងប្រហែលអាហ្នឹងបបិសោតខ្ញុំអ្នកលក់អីណា X8 Plus គឺកម្រខូចថ្មណាបងប្អូនអរគ្នាភាគច្រើនយកមកខូចថ្មយកមកដូរភាគច្រើនទៅ version ចិននេះបាទហើយអ្នកប្រើគាត់ភាគច្រើនក៏ប្រើចាប់ពី2ឆ្នាំឡើង3ឆ្នាំឡើងមិនឃើញ X8 Plus ខូចខ្ញុំលក់អស់ចូលចិត្តថា5 600គ្រាប់ចុះ X8 Plus យកមកដូរថ្មតែ2 3គ្រាប់ឯងបងប្អូនអរគ្នាភាគរយវាគឺចំនួនខូចវាតិចមែនតើវាដូច brand ផ្សេងដូចបងនេះគាត់និយាយមកខ្ញុំដឹងថាពួក fan fake បាត់ហើយនេះពួក fan fake ហ្នឹងនិយាយអត់បានទេថ្មវិញខូចរហូតប្រើវិញសិតតែថ្នមដោថ្មសិតវាស់ភ្លើងបាទមុនទិញចូលអូយស្អីអាញ៉ៃប៉ុន្តែបងអត់បានវិចិត្រការណាមើលទេរាល់ brand នេះដូបូខ្ញុំលក់មួយឆ្អែតទេកុំមិនជឿថាប្រម៉ូទេ X8 Plus X8 Max វាមានខូចថ្ម speaker brand ណាក៏វាខូចថ្មដែរបងប៉ុន្តែចំនួនដែលវាខូចគឺតិចបងទិញមកទឹកឬទិញថ្មីទិញ version ឬទិញ version ក្រុមហ៊ុនឬក៏ទិញ version ចិនអាហ្នឹងបងត្រូវពិនិត្យមើលខ្លួនឯងដែរបងប្រើឆ្នាំងសាអីគេពេលខ្លះអាចយកឆ្នាំងសាទូរស័ព្ទ100 W 120 W ក៏វាឆេះដែរបាទអីក៏ដោយឲ្យតែយើងប្រើដូចអត់ត្រូវភ្លើងធំជាងគឺឆេះហើយបាទអញ្ចឹងយើងមើលកំណត់ដែលវាវាយនៅខាងគូតក្រុមអីដូបូខាងក្តិតក្រុមអីដូបូវាដាក់អំពាទាំងអស់គ្រប់ speaker តែបងពីច្រើនទិញអត់យល់គឺមនុស្សបងអត់ចេះអត់យល់ខ្លួនឯងឲ្យបន្ទោសគេបាទខ្ញុំប្រាប់បងឯងទៅឲ្យអ្នកថប់ប្រើ X8 Plus ប្រហែលបងចូល comment មកល្អមកអន់ដូចបងនឹងនិយាយអត់ថាឥឡូវចេះចោះតាំងខ្ញុំចេះលក់មកថ្ម X8 Plus ខ្ញុំដូរបាន5គ្រាប់ហើយបងប្អូនអរគ្នាបាទប្រែណាក៏ដោយក៏វាចេះខូចថ្មដែរគាត់ថាវាខូចច្រើនខូចតិចក្នុងស្រុកខ្មែរមានប្រេន X ដូបូមួយគត់ដែលថ្មខូចតិចជាងគេមានតែ X ដូបូមួយគត់ដែល brand ដែលខូចថ្មតិចជាងគេបាទហើយបើបងថាមួយណាខូចថ្មវាខូចទាំងអស់ហ្នឹង brand ណាខូចហ្នឹងហើយវាចំនួនខូចតិចបាទហើយ X ដូបូដឹងហើយអ្នកធ្លាប់ប្រើគាត់ដឹងច្បាស់ហ្នឹងមិនបងឯងមកចូល comment ជន់បលិចទេបងឯង fan fake ទេមិន fan ប៉ិតទេបាទហើយខ្ញុំសូមអរគុណ fan JBL តាំងកន្លងមកដែលមកផ្លាស់ប្ដូរវាយដូរយក X ដូបូភ្លុះទឹកភ្លុះដីបាទ